កម្ពុជាថៃអនុម័តនិងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទချုပ်បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នេះវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់មុខនឹងខេត្តចន្ទបុរីប្រទេសថៃក្រោមការសង្កេតការណ៍ពីក្រុមអ្នកអង្គការអាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលបានដឹកនាំដោយលោកឯកឧត្តមនាយឧត្តមសេនីយ៍ទាសេហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណដ្ឋភុន ណភនិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានអនុវត្តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនកម្ពុជាថៃ JBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនៅសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ